បាទសួស្តីបងប្អូនតាមវីដេអូទី2និយាយពីបច្ចេកទេសចាប់មន់ចូលពាក់មួយខ្ញុំបាននិយាយពីពូជត្រួតត្រួសហើយនឹងផ្នែកកំណត់ទូទៅនៃការចំបាក់ស្រីកាឡាឬមន់ចូលពាក់ពេលនេះសូមបញ្ជាក់បងប្អូនបន្តិចសម្រាប់ការចិញ្ចឹមគឺយើងផ្ដោតទៅលើទី1គឺកតាពូជបងប្អូនពូជសំខាន់មែនទែនពូជតែយើងជ្រើសពូជណាដែលមានទីផ្សារពូជណាដែលមានគុណភាពអញ្ចឹងសម្រាប់មន់នៅក្នុងស្រុកយើងគឺពូជពីដើមល្បីជាងគេជុំផនមានជុំផនមានគុយបាមានឡៃសៀវអាមេរិកពីអញ្ចឹងណាអូហែយ៉ាងទៅតបមកមួយរយៈក្រោយនេះគឺពូជរបស់វៀតណាមគឺលេចធ្លោមែនតើអញ្ចឹងបានយើងយកពូជហើយវៀតណាមមកបង្កាត់ដោយសារតែទី1គុណភាពតែគេក្រូឈាមជាមួយគុយបាហើយពួកសៀវវៀតណាមនោះវាខ្លាំងវាយលះច្បាស់ផ្លែហើយចាក់ងាយទៅណាទេហើយជាពិសេសគឺរូបរាងវាស្អាតតែហ្មងដុំសាច់ហ្មងដល់ពេលអញ្ចឹងទាំងខ្ញុំទាំងគេគឺឃើញឆ្លាញ់ពេញចិត្តហ្មងណាបាទដូចជាក់ស្ដែងខ្ញុំបញ្ជាក់ជូនបងប្អូនថាដូចពូជនេះពីមុខបងប្អូនហ្នឹងគឺពូជគុយបាសៀវហើយទាំងមេទាំងបាហ្នឹងគឺពូជគុយបាសៀវហើយអញ្ចឹងយើងជ្រើសរើសពូជហើយយើងត្រូវមានទីតាំងត្រង់ដែលយើងសម្រាប់បង្កាត់វាណាបង្កាត់យកផែនពូជមេបាហ្នឹងដើម្បីយកកូនមកចិញ្ចឹមអញ្ចឹងបងប្អូនយកកូនមកចិញ្ចឹមអញ្ចឹងទីតាំងបង្កាត់មេបាគឺយើងត្រូវការសុវត្ថិភាពទាំងសត្វពីអាណាឲ្យសត្វអីស្អីមកមានទាំងពោះទាំងអីសត្វចង្រៃបាទមកផ្លាយវាព្រោះយើងទិញមេបាមកថ្លៃយើងត្រូវតែមានកន្លែងទុកដាក់វាសុវត្ថិភាពពេកធំរបស់ខ្ញុំគឺសិតធ្វើពីដែកឯងការពារមកសពការពារមកសពអញ្ចឹងបងប្អូនតែតើពូជគឺខ្ញុំបញ្ជាក់ហើយគឺសំខាន់ពូជណាបាទពេលដែលយើងបានពូជហើយបងប្អូនអានេះគឺកោតនេះវីដេអូនេះគឺថតកាមេរ៉ាវាយ៉ាងerror តិចនេះកូនរបស់ពូជដែលយើងកូនបង្កាត់ហ្នឹងបាទកូនរបស់ហ្នឹងហើយកូនជំទើដែលយើងតម្លាក់ពីធំមកគឺយើងតម្លាក់វាដល់ក្រមពោះមន់ពូជត្រូវការមានចលនាច្រើនបានសាច់ដុំឆ្អឹងវារឹងមាំល្អពេលវាយទៅវាអត់សូវមានបញ្ហាអញ្ចឹងបងប្អូនអញ្ចឹងវីដេអូទី2នេះគឺនិយាយដែរគឺការជ្រើសរើសពូជបងប្អូនការជ្រើសរើសពូជគឺសំខាន់ណាស់អញ្ចឹងចាក់ទៀតគឺពូជគឺសំខាន់ណាស់ហើយទីតាំងត្រង់ដែលយើងយកមកប្រកាន់ទៅសុវត្ថិភាពដែរអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺនិយាយតែពីពូជទៅប៉ុណ្្នឹងឯងចាំមើលវីដេអូក្រោយទៅទៀតខ្ញុំនឹងនិយាយពីកតាទីតាំងកតា